សូមគោរពទស្សនិកជនជាទីមេត្រីសាសនានីមួយៗតែងមានពិធីប្រពៃណីដោយឡែករបស់ខ្លួនចំពោះពុទ្ធសាសនាថេរវាទខ្មែរបុណ្យកឋិនទានមានអត្ថន័យឧត្តមនិងជ្រាលជ្រៅលើជំនឿផ្លូវចិត្តបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនិងមានកាលជាកំណត់កឋិនទានបានចាត់តាំងតាមវិន័យបញ្ញត្តិរបស់ពុទ្ធសាសនានិងពិសេសចំពោះគ្រឿងបរិក្ខារវេប្រកេនភិក្ខុសង្ឃតាមពិធីកិច្ចដោយឡែកបង្កឡើងនៅភាពផ្សេងគ្នាប្រៀបនឹងបណ្ដាពិធីបុណ្យដទៃចាស់ក្នុងកម្មវិធីថ្ងៃនេះនាងខ្ញុំនីសានឹងឧទ្ទិសនាមជាមួយប្រិយមិត្តអំពីរូបគំនូសដ៏ពិសេសនៃពិធីបុណ្យកឋិនទានកំពុងប្រព្រឹត្តឡើងយ៉ាងឱឡារិកក្នុងភូមិស្រុកមានជនរួមជាតិខ្មែររស់នៅកកកជាការលាទៀន29មានតាមពុទ្ធបំណងអនុគ្រោះបរិស័ទពៀនចិត្តសងធ្វើកឋិនហងសាងកុសលកឋិនបាននាំមកនៅរូបរៀងរឹងអំណាចដល់បញ្ញាខ្លាខ្លាំងអត់ទើសតល់យើងគេស្រឡាញ់គ្រប់យប់ថ្ងៃសិល្បៈចម្រៀងភ្លេងពិណពាទ្យឆៃយ៉ាំរនាតសំអាងកាយបានខ្មែរបង្ហាញយ៉ាងសប្បាយវប្បធម៌បានផ្សាយបុណ្យកឋិនហើយបរិសុទ្ធគ្រប់អាត្មាខំខាត់រក្សាកុំឲ្យហាន់ពុទ្ធានុញ្ញាតព្រះមានបុណ្យគង់វង្សស្ថិតស្ថេរអមតៈហងទៅកាន់វត្តព្រះពុទ្ធសាសនាថេរវាទខ្មែរនាអំឡុងពេលនេះយើងនឹងមានឱកាសបានចូលរួមក្នុងពិធីកិច្ចដ៏អ៊ូអរនិងអធិកអធមនៃបុណ្យកឋិនទានកឋិនទានកាលទានដ៏ថ្លៃថ្លាមានលក្ខណៈពិសេសនៅក្នុងពុទ្ធសាសនាជាស្នាមតម្រាដ៏វិសេសវិសាលគួរបញ្ចប់រយៈពេលព្រះសង្ឃគង់ចាំព្រះវស្សា3ខែបានចាត់តាំងដង្ហែកឋិនគឺជាបំណងប្រាថ្នាក្នុងមួយឆាកជីវិតរបស់មនុស្សម្នាក់បុណ្យកឋិនទានប្រារព្ធឡើងដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គលនិងសង្គមទ្រទ្រង់ពុទ្ធសាសនារុងរឿងថិតថេរយេកាលកឋិនជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃប្លែកដោយកាលគឺជាកាលទានក្នុងមួយឆ្នាំធ្វើបានតែម្ដងកំណត់ត្រឹមតែ29ថ្ងៃចាប់ពី100ខែអាសត់រហូតដល់15កើតខែកដិកហើយវត្តមួយទទួលបានកឋិនតែម្ដងប៉ុណ្ណោះប្លែកដោយវត្ថុគឺសម្ពត់ដែលជាវត្ថុកឋិននោះមានតែស្បង់ចីវរនិងសង្ឃាដីដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិប្លែកដោយអំពើគឺបុគ្គលអ្នកធ្វើក៏បីធ្វើឲ្យត្រូវតាមវិន័យបញ្ញត្តិហើយសង្ឃត្រូវក្រាលគ្រងឲ្យត្រូវតាមវិន័យបញ្ញត្តិប្លែកដោយបដិគិហកៈគឺអ្នកទទួលសម្ពត់កឋិនបានតែភិក្ខុដែលនៅចាំព្រះវស្សាគ្រប់3ខែដោយមិនដាច់វស្សាប្លែកដោយអានិសង្ឃជាបុណ្យមានផល្លានិសង្ឃច្រើនការធ្វើបុណ្យនេះអនុវត្តបានតែបណ្ដាវត្តមានព្រះសង្ឃចូលវស្សាហើយប្រគេនចំពោះជំនុំសង្ឃមិនប្រគេនចំពោះព្រះសង្ឃមួយអង្គណាឡើយប្រការនេះបង្ហាញបានការរក្សាត្រៃរតន៍គោរពច្បាប់វិន័យរបស់ពុទ្ធបរិស័ទចំពោះព្រះសង្ឃកឋិនទានជាទានមួយមានអត្ថន័យដ៏វិសេសវិសាលប្លែកពីទានដទៃប្រទានដទៃបានទទួលផលបុណ្យចំពោះតែអ្នកប្រគេនប៉ុណ្ណោះប៉ុន្តែចំពោះកឋិនទាននេះ
បានអានិសង្ឃទាំង30ទៀនផងនិងទាំងបដិគិហកៈគឺភិក្ខុសង្ឃជាអ្នកក្រាក្រងកថាក៏ទទួលបានអានិសង្ឃទាំងបច្ចុប្បន្នជាតិនិងអនាគតជាតិដូចគ្នាក្រៅពីគ្រឿងបរិក្ខារត្រៃចីវរគឺបណ្ដាដើមផ្កាមាសផ្កាប្រាក់ចំនួនផ្កាមាសផ្កាប្រាក់ទាំងនេះបានចាត់ទុកជាបច្ច័យសម្រាប់កសាងសំណង់នានាក្នុងវត្តជាទីដែលរក្សាអត្តសញ្ញាណភាសារបស់សហគមន៍ខ្មែរចំនួនបច្ច័យនិងការប្រគេនបូជានេះបានផុសចេញពីទឹកចិត្តបរិសុទ្ធសុទ្ធសាធនិងចាត់ទុកនេះជាបញ្ញនិធិសម្រាប់សាងបុណ្យឲ្យខ្លួនផងនិងដើម្បីជាផលបុណ្យសម្រាប់កូនចៅជំនាន់ក្រោយបានទទួលផងបានក្លាយជាលក្ខណៈវប្បធម៌មួយដ៏ពិសេសដើម្បីលើកតម្កើងនៅតម្លៃប្រពៃណីរបស់ព្រះពុទ្ធសាសនាពេលដល់រដូវចេញវស្សាម្ដងគឺពុទ្ធបរិស័ទតែងនឹកដល់បុណ្យកឋិនដូចជាបំណងប្រាថ្នាធំមួយក្នុងឆាកជីវិតបណ្ដាតម្លៃមនោគតិទាំងនេះក្លាយជាមួយចំណែកក្នុងជីវិតរស់នៅជាចំណងតភ្ជាប់សហគមន៍ឆ្លងតាមស្មារតីចែករំលែកនិងសាងបុណ្យកុសលរួមចំណែកធ្វើសម្បូរបែបអត្តសញ្ញាណវប្បធម៌ជនជាតិ